Hello hello គ្នាយើងបាទរឿងសេតមាដែលជាវាបន្តរបស់យើងគឺបានមកដល់ទៅហើយអញ្ចឹងមុននឹងចូលទៅកាន់វីដេអូអ្នកគ្នាអាចឧបត្ថម្ភតាម admin តាមរយៈ QR code នេះបាទអញ្ចឹងយើងតទៅកាន់រឿងរបស់យើងបន្តទៀតដូចយើងដឹងឲ្យថាការពីភាគមុនហ្នឹងការ៉ូត្រូវបានបិសាចទាំងពីរនោះវាយធ្វើឲ្យការ៉ូមានរបួសជាខ្លាំងនៅពេលដែលការ៉ូភ្ញាក់ឡើងវិញនៅដែលការ៉ូនៅឃើញឯគេនោះគឺក្មេងប្រុសថារីអូនៅពេលនោះធ្វើឲ្យរាងកាយរបស់ការ៉ូចេញរិតមកជាសះស្បើយឡើងវិញយើងកាត់មកក្នុងសមាគមរបស់ Hero វិញHero ម្នាក់ដែលមានឈ្មោះថា Chur Emerald បានសួរទៅកាន់សេគីងកាតើ Hero ណាខ្លះដែលសេគីងការៀបចំដើម្បីទៅធ្វើការវាយប្រហារនៅខាងសមាគមបិសាចសេគីងកាក៏បានលើក Hero មួយចំនួនដែលកំពុងតែដេកពេទ្យនោះមាន Metal Bat និង Hero ពីរនាក់ទៀតកំពុងតែមានរបួសដោយពួកគេមិនអាចធ្វើការវាយប្រហារឬក៏ធ្វើការវាយប្រហារជាមួយនឹងបិសាចបានទេ Hero Zombie Man កំពុងតែធ្វើដំណើរមកកាន់សមាគម Hero យើងនៅពេលនោះសេខេងកាក៏បានលើកអំពី Hero ចេញនោះនឹងបែងមកសួរ Chur Emerald តើពួកយើងអាចយកពួកគេធ្វើជាគ្នាដើម្បីវាធ្វើការវាយប្រហារទៅកាន់សមាគមបិសាចបានដែរឬទេ Emerald ក៏បានតបទៅកាន់សេខេងកាមិនថា Hero Channel នេះគឺរស់នៅក្នុង Ghost Tower ដែលជាកន្លែងដែលបិសាចរស់នៅដូច្នេះហើយពួកយើងមិនអាចយក Channel បានទេដោយសារតែ Channel អាចនឹងជាជនបង្កប់របស់ពួកបិសាចហើយ Chur Emerald ក៏បានប្រាប់ទៅកាន់សេខេងកាវិញថាបែងក៏មិនអាចយកបានដែរដោយសារតែបែងគឺជាគ្រូរបស់ Garo ហើយបែងអាចនឹងមានការអាណិតជាមួយនឹង Garo ដូច្នេះហើយយើងពុំអាចយកបែងបាននោះទេហើយសេខេងកាក៏បានសួរទៅកាន់ Chur Emerald ថាតើ King យើងអាចយកដើម្បីធ្វើជាការវាយប្រហារបានដែរអត់គាត់ក៏បានឆ្លើយតបទៅកាន់សេខេងកាថា King គឺជា hero ដ៏ខ្លាំងអញ្ចឹងយើងមិនអាចខ្វះគាត់បាននោះទេប៉ុន្តែដូចយើងដឹងហើយថា King ខ្លាំងនេះគឺពុំមែនពិតប្រាកដនោះទេគាត់គ្រាន់តែជាអ្នកស៊ីប៉ែសៃតាម៉ាតែប៉ុណ្ណោះនៅពេលនោះសេខេងកាក៏បានទៅជួបជាមួយនឹងលោកនាយកដែលគ្រប់គ្រងសមាគម Hero គាត់ក៏បានឲ្យលោកនាយកដកជាមួយនឹង Hero Bang និង Hero Channel ក្នុងការប្រយុទ្ធជាមួយនឹងបិសាចដើម្បីធ្វើដំណើរទៅជួយកូនប្រុសរបស់មហាសេដ្ឋីប៉ុន្តែត្រូវបានគាត់បដិសេធដោយសារតែ Bang និង Channel គឺជា Hero រឹងអែហើយមានសមត្ថភាពខ្លាំងម្នាក់ពីរនាក់ដែរបើសិនជាដកពួកគាត់ចេញតើនឹងត្រូវជំនួសដោយនរណាវិញសេខេងកាក៏បានឲ្យលោកនាយកដាក់ជាមួយនឹងពពួក Hero រាង ABC ដើម្បីចូលទៅជំនួសក្នុងការចូលទៅប្រយុទ្ធជាមួយនឹងពពួកបិសាចប៉ុន្តែការដាក់ Hero រាង A រាង B រាង C ទៅជំនួសនេះដូចជាបញ្ជូនពួកគេទៅស្លាប់អញ្ចឹងដូចយើងដឹងហើយថា Hero រាង S ម្នាក់ដែលមានឈ្មោះថាត្រីណៃត្រូវបានបិសាចកញ្ចាប់បាត់ទៅហើយប៉ុន្តែសេខេងកាគុំបានខ្វល់ច្រើននោះទេដោយគាត់យល់ថាពួកនោះទៅប្រហែលជាពុំមានជីវិតច្រើនមកវិញនោះទេអាចនឹងមានការស្លាប់អញ្ចឹងហើយយើងកាត់មកខាងផ្ទះរបស់សៃតាម៉ាវិញពេលនេះគាត់កំពុងតែចម្អិនស៊ុបនិងចែកគ្នាធ្វើការបរិភោគស៊ុបនោះហើយពេលនោះដែរស្រាប់តែមានចង្កឹះជាច្រើនធ្វើការលុកយកទៅស៊ុបនោះនៅពេលដែលចង្កឹះនោះបុកគ្នាធ្វើឲ្យមានការផ្ទុះរប៉ាត់រប៉ាយហើយក៏ធ្វើឲ្យ King សម្លាប់នៅពេលនោះទៅសៃតាម៉ាក៏បានដេញឲ្យពួកគេត្រឡប់ទៅផ្ទះវិញហេតុអ្វីបានជាពួកគេនៅអង្គុយធានាយកបែបនេះពេលនោះពួកគេក៏គិតថា King ហើយនឹងបំចង់ចូលក្រុមជាមួយនឹងនាងក៏ប៉ុន្តែពួកគេពុំបានចាប់អារម្មណ៍អ្វីតទៅសោះពួកគេនិយាយចេញមកដូចជាមើងងាយបែបនឹងបងធ្វើឲ្យបែបនឹងបងមានការអត់យកជាមួយនឹងនាងគាត់គិតថាពួកគេប្រហែលជាទៅហើយមកទៅនៅពេលដែលឮពួកគេនិយាយមើលទៅដូចជាមើងងាយដល់ទៅបែបនេះចេណូពិតជាក្តៅក្រហាយជាមួយនឹងនាងជាខ្លាំងគាត់បំរុងនឹងធ្វើការវាយទៅកាន់នាងប៉ុន្តែត្រូវបានសៃតាម៉ាហាមឃាត់នៅពេលដែលឃើញសេណូចេះការពារគ្រូបែបនេះធ្វើឲ្យនឹងដុកទ័រកូស៊ីណូមានការពេញចិត្តនិងក៏រសារទៅកាន់ចេណូដែលចេះការពារគ្រូខ្លួនត្រឡប់មកកាន់សមាគមបិសាចវិញពេលនេះចេណូគាត់ក៏បានធ្វើការទំនួលជាមួយនឹងជញ្ជាំងដើម្បីទៅជួយជាមួយនឹងក្មេងប្រុសថារីអូការមកដល់របស់ Garo ក៏បានដឹងទៅដល់ Choro ហើយ Choro ក៏បានបញ្ជាឲ្យបិសាចដើម្បីធ្វើការទៅទប់ទល់ជាមួយនឹង Garo ផងដែរកាត់មកខាង King ឯនេះវិញពេលនេះបានព្រឹកទៅហើយ King នៅតែសន្លប់មិនទាន់ដឹងខ្លួនទៀតនោះទេពេលនោះដែរសៃតាម៉ាក៏បានដាក់ King ឲ្យក្រោកឡើងដើម្បីឲ្យ King ត្រឡប់ទៅផ្ទះវិញហេតុអ្វីបានជា King សម្លាប់យូរម្លេះនៅពេលដែល King ក្រោកឡើង King មិនឃើញអ្នកដទៃគាត់សួរសៃតាម៉ាថាតើអ្នកដទៃទៅណាហើយសៃតាម៉ាក៏បានប្រាប់ទៅកាន់ King វិញថាពួកគេបានត្រឡប់ទៅផ្ទះវិញអស់ហើយដោយសារតែពេលនេះគឺជាពេលព្រឹក King បានសម្លាប់អស់រយៈពេលមួយយប់ហើយពេលនោះសៃតាម៉ាក៏បានឲ្យ King យកសម្រាមទៅបោះចោលផងមុននឹង King ចេញទៅនៅពេលដែល King ចេញទៅខាងក្រៅ King ក៏បានជួបនឹងសមាគម Hero ដែលមកតាមរកគាត់ពួកគេក៏បានសួរទៅកាន់ King ថា King ប្រហែលជាត្រឡប់មកពីប្រយុទ្ធជាមួយនឹងបិសាចនៅម្ដុំ Tower នេះហើយ
ទើបបានជា King មើលទៅដូចជាប្រឡាក់ស្រម៉ាស់ស្រមោមជាមួយនឹងឈាមពពួកបិសាចច្រើននេះនៅពេលដែល King ឮបែបនេះ King បានត្រឹមតែគាំងជាមួយនឹងពួកគេទាំងពីរដោយសារតែ King គឺជាមនុស្សដែលកំសាកនិងកាកជាខ្លាំងតែដោយសារតែរាងកាយរបស់ King មើលទៅគឺជាមនុស្សអស្ចារ្យទៅពួកគេយកដូច្នេះហើយនៅពេលដែលឮបែបនេះ King ក៏ចាក់បណ្ដោតទៅតាមពួកគេទៅហើយពួកគេក៏បានអញ្ជើញ King ឲ្យទៅកាន់សមាគម Hero ដើម្បីពិភាក្សាគ្នាក្នុងការទៅជួយជាមួយនឹងក្មេងប្រុសដែលជាកូនអ្នកមាននោះនៅពេលនោះដែរ King ក៏មិនបានបដិសេធជាមួយនឹងពួកគេនោះដែរ King នឹងយកព្រមទៅសមាគម Hero ដើម្បីពិភាក្សាក្នុងការជួយជាមួយនឹងក្មេងប្រុសនោះដើម្បីទៅទីនោះ King ក៏បានយកសម្រាប់របស់សាច់ម៉ាទៅចាក់ចោលរួចទៅហើយយើងត្រឡប់មកកាន់សមាគម Hero វិញនៅពេលនេះបរិសដែលជាឪពុករបស់ក្មេងនោះបានគិតអំពីពពួកគាត់បញ្ជូនទៅទៅពេលនេះពួកគេទៅជាយ៉ាងណាហើយហេតុអ្វីបានជាពួកគេមិនទាន់បដូរដំណឹងអ្វីមកកាន់គាត់សោះនៅពេលនោះដែរក៏មានសេខេងកាក់ក៏បាននិយាយទៅកាន់គាត់ថាសូមគាត់កុំបារម្ភពេកអីសូមឲ្យគាត់ទុកចិត្តលើសមាគម Hero ទៅចោះព្រោះថាសមាគម Hero ក៏មានសមត្ថភាពដើម្បីទៅជួយកូនប្រុសរបស់គាត់ដែរដូច្នេះគាត់កុំបារម្ភសូមឲ្យគាត់ទៅសម្រាប់ឲ្យបានស្កប់ស្កល់ទៅចោះនៅពេលដែលឮថាសេខេងកាក់និយាយបែបនេះលោកដែលជាអ្នកមាននឹងគាត់ក៏បានទៅអង្វរគេឲ្យឆាប់ជួយកូនប្រុសរបស់គាត់ឲ្យលឿនទៅដោយសារតែគាត់ពិតជាស្រឡាញ់ជាមួយនឹងកូនគាត់ខ្លាំងណាស់មិនចង់ឲ្យបាត់បង់នោះទេគាត់ខំអង្វរជាមួយនឹងសេហ៊ីងកាប៉ុន្តែមើលវាធ្វើមុខធម្មតានៅពេលនោះដែរយើងក៏ឃើញជាមួយនឹងពពួក Hero Rank S មកទាំងអស់ហើយមានដូចជា Chur Emperor Zombie Man Tatsumaki Atomic Samurai និង Hero Rank S 2 នាក់ទៀតនៅពេលនោះដែរថាស៊ូម៉ាគីក៏បានប្រាប់ទៅកាន់គាត់ថាគាត់កុំភ័យអីគ្រាន់តែនាងម្នាក់ក៏អាចសម្លាប់ជាមួយនឹងបិសាចទាំងអស់នោះបានដែរដូច្នេះហើយគាត់ទៅសម្រាប់ឲ្យបានដេកឲ្យគ្រប់គ្រាន់ទៅចោះដោយសារតែគាត់ប្រមាណធ្វើការសម្រាប់គ្រប់គ្រាន់បាន 2-3 ថ្ងៃទៅហើយនៅក្នុងនោះពួកគេក៏ពិភាក្សាទៅលើការដកជាមួយនឹង Hero Rank S ចំនួន 2 នាក់គឺ Hero Bang និងមួយទៀតគឺជា Hero Genos ដែលជា Hero Rank S ពួកគេក៏គិតថាHero ទាំងពីរនេះគឺជាមនុស្សដែលជាប់តាក់ទងជាមួយនឹងខាងបិសាចដោយសារតែពួកគេបានមានអ្វីពាក់ព័ន្ធជាមួយបិសាចដូចជា Genos គេរស់នៅក្នុង Tower ឯ Bang វិញគឺជាគ្រូរបស់ Garo ដែលជាអ្នកប្រកាសថាខ្លួនគឺជាសត្រូវរបស់ពពួក Hero ទៅវិញដូច្នេះហើយពួកគេមិនយល់ព្រមក្នុងការឲ្យ Hero ទាំងពីរនោះចូលក្នុងដើម្បីធ្វើការប្រយុទ្ធជាមួយនឹងពួកបិសាចនោះទេដោយសារតែពួកគេអាចគិតថាពួកគេទាំងពីរនោះគឺជាអ្នកក្បត់ហើយសេងកាក៏បានដាក់ជាមួយនឹង Hero ចំនួនវិញគឺជា Hero Rank A Rank B Rank C ដើម្បីចូលទៅប្រយុទ្ធជាមួយនឹងពួកគេចំនួនវិញប៉ុន្តែនៅភ្លាមៗនោះដែរក៏មានជាមួយនឹង Hero Rank S លេខ 2 ម្នាក់ដែលមានឈ្មោះថា Tatsumaki គឺបានជំទាស់ជាមួយនឹងគំនិតនេះនាងចង់ឲ្យប្អូនស្រីរបស់នាងដែលមានឈ្មោះថា Fubuki មិនឲ្យចូលទៅក្នុងការប្រយុទ្ធដ៏គ្រោះថ្នាក់នេះទេដោយសារតែនាងមានសមត្ថភាពខ្លាំងគ្រាន់តែនាងម្នាក់គឺអាចសម្លាប់ជាមួយនឹងពពួកបិសាចបានទាំងអស់ទៅហើយយើងកាត់មកខាងសមាគមរបស់បិសាចវិញនៅពេលនោះបិសាច King the Ripper ក៏បានទៅរកក្មេងប្រុស Thario ដើម្បីយកគេយកទៅប្រឡែងលេងជាមួយនឹងគ្នានៅពេលនោះដែរធ្វើឲ្យកូនមហាសេដ្ឋីពិតជាខឹងជាខ្លាំងហេតុអ្វីបានជាKing Ripper នេះបែរជាដោះលែងក្មេងប្រុស Thario នេះទៅវិញប៉ុន្តែវាយល់ច្រឡំហើយការដោះលែងរបស់King Ripper នេះគឺជាការប្រឡែងលេងដោយការសម្លាប់វានោះឯងនៅពេលឮបែបនេះធ្វើឲ្យក្មេងប្រុសនោះពិតជាឆ្ងល់ជាខ្លាំងហើយក៏បានដេញជាមួយនឹងក្មេងប្រុស Thario ឲ្យទៅតាមបិសាចនោះបាត់ទៅនៅពេលឮថាកូនអ្នកមាននោះក្បត់បែបនេះធ្វើឲ្យក្មេងប្រុស Thario ពិតជាភ័យខ្លាចជាខ្លាំងហើយពេលនោះKing the Ripper ក៏បានចាប់ជាមួយនឹងក្មេងប្រុស Thario ទៅក្នុងបន្ទប់មួយទៀតដើម្បីធ្វើការប្រឡែងលេងជាមួយនឹងវាយើងកាត់មកខាងការ៉ូវិញការ៉ូក៏បានសម្លាប់ជាមួយនឹងបិសាចដែលបញ្ជូនទៅនោះអស់ជាច្រើននៅពេលនោះក៏មានបិសាចជាច្រើនទៀតបានដើរមកទីនេះហើយពួកគេឆ្ងល់ថាតើមាននរណាដែលអាចសម្លាប់ជាមួយនឹងពពួកបិសាចច្រើនដល់ថ្នាក់នឹងឬមួយក៏ជាពពួកបិសាចគ្នាវាដោយគេគិតថាវាគ្មានមនុស្សឯណាដែលមានសមត្ថភាពក្នុងការសម្លាប់ជាមួយនឹងបិសាចបានច្រើនដល់ថ្នាក់ក្នុងពេលតែមួយប្រវិចឆ្នេតបែបនេះនោះទេយើងកាន់មកខាងក្មេងប្រុស Thario វិញពេលនេះវាកំពុងតែត្រូវបិសាច King the Ripper បានធ្វើការឆោតមុខវាមួយឆ្នោតនៅពេលនោះធ្វើឲ្យវាខ្លាចវាក៏បានស្រែកយ៉ាងខ្លាំងហើយធ្វើឲ្យបិសាច King Ripper ក៏មានអារម្មណ៍ថាសប្បាយចិត្តនឹងការសម្លេងស្រែក
ដល់ឈឺចាប់របស់ក្មេងប្រុសថារីអូនៅដែរនៅពេលដែលលើក្មេងប្រុសថារីអូនេះស្រែកស្រាប់តែជញ្ជាំងក៏បានផ្ទុះទាំងនៅពេលនោះការ៉ូក៏បានចេញពីជញ្ជាំងនោះហើយបើកការវាយប្រហារទៅកាន់បិសាច King Ripper បិសាច King Ripper ក៏បានចាប់កាំបិតរបស់វាកាប់ទៅកាន់ការ៉ូប៉ុន្តែត្រូវបានការ៉ូចាប់កាំបិតនោះធ្វើការបំបាក់ហើយវាយក្បាលវាមួយដៃធ្វើឲ្យក្បាលវាដាច់ធ្លាក់ទៅលើដីធ្វើឲ្យវាស្លាប់នៅពេលនោះទៅនៅពេលដែលឃើញការ៉ូបានមកជួយខ្លួនទាំងដែលគាត់ត្រូវបានមានរបួសច្រើននៅថ្នាក់នេះធ្វើឲ្យក្មេងប្រុសថារីអូគាត់ពិតជាអរគុណទៅកាន់ការ៉ូជាខ្លាំងហើយរឿង One Punch Man ដែលជា Season 3 វគ្គបន្ទាប់នេះក៏បានបញ្ចប់នៅត្រង់ចំណុចនេះចឹងជាចុងក្រោយអ្នកទាំងគ្នាកុំភ្លេចបើកជាមួយនឹងសញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗពីខាងយើងទាំងអស់គ្នា Thank you សម្រាប់ការទស្សនាពីដើមដល់ចប់